បងប្អូនអរគ្នាថ្ងៃនេះយើងចូលឡាការ៉ុតមកពីខាងបាត់ដំបងដែរហើយការពេលនេះវិញយើងចូលឲ្យកំពង់ចាមហើយថ្ងៃនេះខ្ញុំចង់ប្រៀបធៀបឲ្យបងប្អូនមើលបាទទឹកដីបាត់ដំបងហើយនៅខាងកំពង់ចាមបាទអានេះគឺខាងបាត់ដំបងយើងគឺឲ្យវាពណ៌បែបដិតអញ្ចឹងណាបងប្អូនហើយនេះគឺខាងកំពង់ចាមបាទបងប្អូនឃើញទេអញ្ចឹងគឺវាអាចខុសគ្នាពណ៌តិចតួចអញ្ចឹងណាបងប្អូនប៉ុន្តែសម្រាប់សបកវាហើយនឹងសម្រាប់លក់លើទីផ្សារអាចថាវាមិនចាញ់គ្នាហ្មងទេបើសិនជាអាចប្រៀបធៀបថាបើសិនជាមានខាងបាត់ដំបងនិងកំពង់ចាមពុកគ្នាគឺអត់ផ្ទះដីបាត់ដំបងទេបងប្អូនអាចមើលបានទីបាទហើយសម្រាប់សាច់បងប្អូនសម្រាប់សាច់វិញគឺក៏វាអាចរៀនខុសគ្នាតិចតួចដែរនេះគឺខាងដីបាត់ដំបងគឺវាម៉ត់បងប្អូនឃើញទេវាម៉ត់អត់សូវមានសរសៃទេប៉ុន្តែបើខាងដីកំពង់ចាមវារៀងមានសរសៃតិចតិចក៏ប៉ុន្តែបើរសជាតិវាគឺឆ្ងាញ់ដូចគ្នាគាត់ថាសម្រាប់លក់លើទីផ្សារយើងតម្រូវតាមជីបកលក់នៅតាមទីផ្សារបងប្អូនឃើញពណ៌នេះហ៎បើពណ៌ហ្នឹងគឺខាងបាត់ដំបងហ្នឹងពេលដែលគេលាងទឹកមកគឺវាស្អាតជ្រះស្អាតភ្លឹងតែម្ដងស្ទឹងថាអ្នកលក់ក៏បាច់ចាំដាក់លក្ខទេគឺក្រហមស្អាតប៉ុន្តែបើសិនជានៅខាងកំពង់ចាមគឺគេត្រូវប្រើលក្ខខ្លះៗដើម្បីឲ្យវាក្រហមអញ្ចឹងដូចបងប្អូនតែងតែទៅទិញនៅផ្សារឬក៏ទិញតាមតូបលម៉អីវិញបងប្អូនឃើញក្រហមដែលប្រឡាក់ដៃបងប្អូននេះតិចទេអាហ្នឹងគឺគេដាក់លក្ខបងប្អូនតែបើសម្រាប់ខាងបាត់ដំបងពេលខ្លះយើងលាងបាច់ចាំដាក់លក្ខទៅគឺក្រហមស្អាតតែម្ដងបាទហើយបងប្អូនឃើញនេះគឺខាងបាត់ដំបងឃើញស្អាតអញ្ចឹងបើដាក់មកគឺភ្លឺឆ្វាយតែម្ដងបងប្អូនហើយបើសម្រាប់នេះគឺខាងកំពង់ចាមដែលខ្ញុំយកពីល្ងាចមិញមួយឡានដែលខ្ញុំថតឲ្យបងប្អូនមើលហ្នឹងបាទនេះគឺដីកំពង់ចាមបាទហ្នឹងគឺវារៀងស្លេកបែបអញ្ចឹងណាពីល្ងាចមិញខ្ញុំចូល2ឡានបងប្អូនខ្ញុំចូល2ឡានតែឥឡូវនេះឡានដែលខាងកំពង់ចាមគឺអស់រិះសារតាឡានកំពង់ចាមយើងមកមុនបាទហើយខាងបាត់ដំបងក៏ជិតអស់រិះគ្នាដែរអញ្ចឹងបើសិនជាបងប្អូនមានដំឡូងឯងបងប្អូនកុំភ្លេចតាក់ទងមកខ្ញុំបាទមិនថាបងប្អូននៅខេត្តណាទេកំពង់ចាមនិយាយទៅ25ខេត្តក្រុងឲ្យតែបងប្អូនមានដំឡូងជួយបងប្អូនអាចតាក់ទងមកខ្ញុំបានគឺខ្ញុំទទួលទិញទាំងអស់តែម្ដងគាត់ថាតម្លៃយើងឡើងចុះទៅតាមទីផ្សារបាទហើយបើសិនជាបងប្អូនចង់លក់អីវិញបងប្អូនអាចតាក់ទងខ្ញុំបានដូចគ្នាព្រោះខ្ញុំមានទីដំឡូងបោះដុំរៀងរាល់ថ្ងៃផងដែរបាទហើយសម្រាប់បងប្អូនដែលចង់ហូបអីក៏អាចតាក់ទងមកខ្ញុំបានដូចគ្នាដែរព្រោះខ្ញុំមិនមែនប្រកាន់ថាដល់តែលក់ដុំមកខ្ញុំលក់ឲ្យទេគឺខ្ញុំលក់គ្រប់តែម្ដងឲ្យតែបងប្អូនចង់ទិញហូបបាទអញ្ចឹងគឺខ្ញុំលក់ជូនតែម្ដងបាទមានទាំងរាយមានទាំងដុំបាទមើលសាច់គឺឆ្ងាញ់ផ្អែមឆ្ងាញ់ល្មួតល្អប្រភេទសាច់នេះគឺมันខុសពីដលងជប៉ុនហ្មងទេអញ្ចឹងគឺខ្ញុំក៏គាស់ត្រអាខាងដលងជប៉ុនហ្នឹងទេបងប្អូនឃើញទេខាងដលងជប៉ុនគេលក់1គីឡូដល់ប្រហែលដល់6 7,000ឬក៏10000ជាងបងប្អូនហ៊ានទិញចាំមិនបងប្អូនមិនគាំទ្រផលិតផលខ្មែរយើងឲ្យបានថ្លៃដូចរបស់គេបងប្អូនគុំរបៀបថាឲ្យតែលឺឈ្មោះរបស់គេហ៊ានទិញតម្លៃថ្លៃក៏ហ៊ានទិញចាំមានថាយើងនឹងវាយ៉ាប់អញ្ចឹងយើងត្រូវតែជួយគាំទ្រផលិតផលខ្មែរយើងទាំងអស់គ្នាយើងកុំគាំទ្រតែផលិតផលគេខ្លាំងពេកបាទអញ្ចឹងបើសិនជាឲ្យតែលឺថាឈ្មោះពីប្រទេសគេមកដឹងតែចង់ទិញហើយដល់ពេលបោះខ្មែរឯងរងថ្ងៃ1គីឡូប៉ុន្មាននេះអាហ្នឹងបើអាជីវករលក់នេះក៏លក់ត្រឹម2500ឬក៏2000ទេបងប្អូនជួយទិញគាត់ទៅវាមិនជាថ្ងៃប៉ុន្មានទេនៅខែដែលអត់ទេតែបើសិនជាខែដែលរោវិញគឺ4-500ទេបងប្អូនអញ្ចឹងយើងគ្រប់គ្រងផលិតផលក្នុងស្រុកឲ្យឡើងដើម្បីអីដើម្បីប្រជាពលរដ្ឋយើងនឹងមានអាជីវភាពទូធាខ្លះបងប្អូនយើងត្រូវតែជួយគ្នាទៅវិញទៅមកបានហើយកុំគ្រប់គ្រងផលិតផលក្រៅប្រទេសខ្លាំងពេកយើងគួរតែងាកមកគ្រប់គ្រងផលិតផលខ្មែរទាំងអស់គ្នាជួយផ្សព្វផ្សាយទាំងអស់គ្នាដោយរងថ្ងៃហ្នឹងខ្ញុំក៏ធ្វើវីដេអូនេះជារឿយៗប្រាប់ពីតម្លៃឲ្យបងប្អូនដាំឬក៏ណែនាំឲ្យបងប្អូនទិញហូបហើយអត្ថប្រយោជន៍វាក៏ជួយដល់សុខភាពហើយក៏ជួយដល់ជីវភាពកសិករនិងគ្រប់គ្រងដល់បងប្អូនដែលកំពុងសិក្សានៅតាមទីជនបទឬក៏ទីក្រុងគាត់មានលុយតែឪពុកម្ដាយគាត់ធ្វើដំឡូងនេះលក់នឹងបានលុយទៅគាត់ឲ្យកូនបានរៀនខ្ពស់ផងដែរអញ្ចឹងខ្ញុំអត់មានអីច្រើនទេខ្ញុំមានតែប៉ុណ្្នឹងបើសិនជានិយាយខុសឆ្គងអីបងប្អូនជួយខន្តីអភ័យទោសផងហើយកុំភ្លេចដំឡូងខ្មែរជួយគ្រប់គ្រងទាំងអស់គ្នាបើមានក៏តាក់ទងខ្ញុំបានបើចង់ហូបក៏តាក់ទងខ្ញុំបានបាទអរគុណជម្រាបលាបាយបាយខ្ញុំទិញអាហារឥឡូវលេងមាត់នេះខ្ញុំលេងឲ្យយកដាក់ក្នុងឡានសុំមកខំអាណិតបងខ្ញុំទិញឲ្យឥឡូវមកនិយាយចឹងលេងឲ្យវិញទេបងវាគួរអាណិតមែនជុំយ៉ាងហ្នឹងរត់ទៅញឲ្យបានណាចេះដេថោអានេះដែរលេខ1សិតទេបងអត់មានពីស្អីដល់រឿងវត្តសាស្ត្រទូទៅគាត់ទៅដឹងហើយចេះចាប់កាយមកចេះមកវីដេអូមកអារឿងលុយមកបកស្រាយរបស់អាចខ្ញុំចូលខមមិនដឹងគ្រប់រឿងលោកមិនដិតបាន
ไปเช้าได้ไหมมีหนักของเยอะเยอะไอ้ต่อจะปักรู้ไปปักได้ coba tiang mình được một thật sự bà đó mình nhà con đi ôm mình thật sự người đó นั่งไงบ้านั่งไง Asam